ស្ដីបងប្អូនថ្ងៃនេះចង់មកនិយាយពីបញ្ហាដែលកើតឡើងមិនតាន់ចប់ណាបងប្អូនហេតុដែលកើតឡើងមិនតាន់ចប់រវាងប្រទេសយើងជាមួយនឹងប្រទេសសៀមណាខ្ញុំអានេះតាមការវិភាគរបស់ខ្ញុំឯណាបងប្អូនមិនដឹងថាខុសឬត្រូវទេតែបងប្អូនស្ដាប់លេងណាស្ដាប់នេះគ្រាន់តែការគិតរបស់ខ្ញុំរវាងប្រទេសធំឈ្លានពានប្រទេសតូចទេបងប្អូនហេតុផលដែលធំបំផុតអាចមានត្រឹមតែពីរយ៉ាងទី1នៅពេលដែលប្រទេសធំឈ្លានពានប្រទេសតូចគឺគេមើលឃើញថាយើងប្រទេសតូចនឹងអន់ខ្សោយទុនខ្សោយណាទុនខ្សោយគ្រប់ផ្នែកអញ្ចឹងគេជន់ហើយមនុស្សយើងតែកាលណាទុនខ្សោយគេជន់ហើយអាហ្នឹងហេតុទី1ហេតុទី2ហ្នឹងគឺថាគេឃើញយើងតូចនឹងកំពុងតែរីកចម្រើនកាលណាគេឃើញយើងកំពុងតែរីកចម្រើនគេចាប់ផ្ដើមរកវិធីប្រទុសរាយយើងធ្វើម៉េចកុំឲ្យយើងរីកចម្រើនអាហ្នឹងហេតុទី2បងប្អូនគេអត់ចង់ឲ្យយើងរីកចម្រើនទេប្រទេសធំគេមិនដែលចង់ឲ្យយើងរីកចម្រើនជាងគេទេបងប្អូនកាលណាគេឃើញយើងកំពុងតែចាប់ផ្ដើមរីកចម្រើនគេចាប់ផ្ដើមរកវិធីធាក់យើងដើម្បីធ្វើម៉េចបំផ្លាញយើងគ្រប់យ៉ាងធ្វើម៉េចឲ្យយើងអន្តរាយទៅកុំឲ្យរីកចម្រើនហ្នឹងគឺហេតុផលទី2អានេះតាមការវិភាគរបស់ខ្ញុំណាបងប្អូនស្ដាប់លេងចាស់អញ្ចឹងក្នុងនាមយើងជាប្រជាជនដែលរស់នៅក្នុងប្រទេសដែលតូចជាងគេនេះអញ្ចឹងសង្គ្រាមកើតឡើងនេះធ្វើឲ្យយើងបានមើលឃើញហើយពីហេតុពិតប្រាកដទី1ហេតុដែលយើងអន់គេចាំហេតុដែលយើងរីកចម្រើនឬក៏គេកំចាយយើងដែរអញ្ចឹងហើយសង្គ្រាមកើតឡើងក៏អត់មានមិត្តមានសត្រូវដែរហើយយើងក៏អត់អាចបន្ទោសគេបានដែរគេក៏គិតធ្វើការគិតផលប្រយោជន៍ខ្លួនគេជាធំដែរបើអ្នកណាមានផលប្រយោជន៍ជាងគេទៅរកអ្នកហ្នឹងហើយអញ្ចឹងយើងក៏អត់អាចបន្ទោសអ្នកណាបានដែរអ្វីដែលសំខាន់អត់មានអ្នកណាជាងអ្នកណាទេបងប្អូនក្រៅតែពីយើងជាប្រជាជាតិខ្លួនឯងជួយប្រទេសជាតិខ្លួនឯងយើងពង្រឹងខ្លួនឯងយើងជួយប្រជាជនយើងខ្លួនឯងមានអានេះដូចគេនិយាយថាខ្លួនទីពឹងខ្លួនឯងណាកុំរំពឹងគេដឹងគេលឺគេបានកម្មតែគេដឹងគេលឺហ្នឹងតែឲ្យគេមានសកម្មភាពឲ្យធំធេងមកជួយយើងគឺមិនមានទេពីព្រោះអីព្រោះយើងមិនសូវមានផលប្រយោជន៍ឲ្យគេកាលណាយើងមានផលប្រយោជន៍ឲ្យគេច្បាស់ជាជួយយើងហើយអញ្ចឹងវាអត់ពិបាកគិតទេបងប្អូនអញ្ចឹងសង្គ្រាមនេះរឿងដែលកើតឡើងកន្លងមកនេះធ្វើឲ្យយើងបានដឹងកាន់តែច្បាស់ថាអ្វីដែលយើងឈឺចាប់ត្រូវយកការឈឺចាប់របស់យើងដែលយើងបានជួបនេះមកជាកម្លាំងជំរុញចិត្តពលរដ្ឋយើងទាំងអស់គ្នាឲ្យស្រឡាញ់ជាតិស្រឡាញ់មាតុភូមិស្រឡាញ់ទឹកដីភូមិកំណើតរបស់ខ្លួនគ្រប់យ៉ាងទាំងអស់អ្វីដែលសំខាន់បំផុតគឺត្រូវរួមសាមគ្គីគ្នាការមិនបែកបាក់សាមគ្គីធ្វើឲ្យជាតិយើងរីកចម្រើនដោយពាក្យគេថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ណាហើយម្យ៉ាងទៀតបងប្អូនយើងកុំចាញ់មនោគមចិត្តវិជ្ជារបស់គេព័ត៌មានផ្សព្វផ្សាយបងប្អូនត្រូវជឿលើព័ត៌មានពីក្រសួងរបស់យើងត្រូវស្ដាប់រដ្ឋាភិបាលរបស់យើងត្រូវជឿជាក់លើរដ្ឋាភិបាលរបស់យើងក្នុងគណៈនេះរដ្ឋាភិបាលគឺជាចង្កូតយើងមិនអាចបន្ទុះសារាយយើងមិនអាចមិនរួមសាមគ្គីគ្នាកើតទេក្នុងគណៈនេះអ្វីដែលខ្ញុំយល់ឃើញគឺបែបប៉ុណ្្នឹងឯងបងប្អូនអ្វីដែលសំខាន់បំផុតគ្មានអ្វីដែលសំខាន់ជាងការរួបរวมសាមគ្គីគ្នាទេគឺសាមគ្គីគ្នាគឺជារឿងដែលសំខាន់បំផុតហើយកុំរងចាំអ្នកដទៃមកជួយយើងជាជាតិតែមួយនេះឯងជួយគ្នាទៅមានកម្លាំងជួយកម្លាំងមានលុយជួយលុយមានតិចជួយតាមតិចមានចានជួយតាមចានសម្រាប់ខ្ញុំគឺជួយរួចហើយបងប្អូនខ្ញុំជួយទៅតាមលទ្ធភាពដែលខ្ញុំមានគឺបែបហ្នឹងឯងខ្មែរគឺស្រឡាញ់ខ្មែរកុំរងចាំបរទេសមកស្រឡាញ់យើងមានតែខ្មែរគ្នាយើងទេដែលស្រឡាញ់គ្នារួបរวมគ្នាឡើងបងប្អូននេះជាសម្ដីដែលផុសចេញពីចិត្តក្នុងនាមជាពលរដ្ឋម្នាក់អរគុណស្រឡាញ់ជាតិមាតុភូមិ